បងប្អូននៅខាងនេះភាគច្រើនដីភ្នំឡើងចុះអត់មានស្រែដូចយើងស្មើល្អដូចនៅទឹកដីខាងខេត្តកំពង់ចាមស្វាយរៀងអីព្រៃវែងអីឬតកែវអីផ្សេងលាក់ក្នុងធំអីយ៉ាងទេបាទទឹកដីនេះគឺភាគច្រើនភ្នំប៉ុន្តែភ្នំមែនប៉ុន្តែភ្នំគឺទឹកដីល្អបងប្អូនចង់និយាយថាដាំអីដោះនឹងសឹងថាយើងមិនបាច់ចាំមានប្រព័ន្ធទឹកផងចង់និយាយថាផលធម្មជាតិចង់និយាយថាអំណោយផលល្អហ្មងទឹកដីហ្នឹងគឺល្អបងប្អូនព្រោះខ្ញុំធ្លាប់ទៅប្រទេសអ៊ីស្រាអែលខ្ញុំឃើញប្រទេសគេភ្នំចឹងដែរប៉ុន្តែដោយសារប្រទេសគេបងប្អូនដឹងស្រាប់ហើយប្រទេសអ៊ីស្រាអែលបងប្អូនអ្នកដែលគាត់ធ្លាប់ដឹងតើតើប្រវត្តិសាស្ត្រតើតើនឹងប្រទេសអ៊ីស្រាអែលគឺផ្ទៃដី 100% 70% ហើយដែលជាវាលខ្សាច់ប៉ុន្តែគេអាចកែច្នៃពីវាលខ្សាច់คล้ายជាបាទដីដែលមានជីវជាតិដីដែលអាចធ្វើដំណាំកសិកម្មមិនថាបន្លែផ្លែឈើតាំងពីបាទយើងនិយាយថាសឹងគ្រប់មុខតែម្ដងគឺអាចធ្វើបានទាំងអស់ហើយបើយើងនិយាយពីធនធានធម្មជាតិវិញយើងនិយាយពីទឹកវិញបាទនិយាយចេះវិញបងប្អូនអធិស្ឋានលោកនិយាយលើសលួសបើទឹកវិញស្រុកគេអត់មានទន្លេសាបដូចយើងទេប្រទេសអ៊ីស្រាអែលសម្រាប់ខ្ញុំទៅគឺខ្ញុំឃើញមានតែបឹងសម្បនិមិត្តមានតែបឹងដែលគេជីកកោះវាຕົកទៅពេលដែលភ្លៀងរដូវណាមួយឬក៏វាហូរមកវាច្រោះនៅខ្លាយជាបឹងមើលទៅដូចទន្លេចឹងវាធំប៉ុន្តែមិនមែនជាទន្លេដូចយើងទេបើទន្លេវាហូរគ្រប់ប្រាំងគ្រប់ភាសាប៉ុន្តែនៅប្រទេសអ៊ីស្រាអែលមានតែបឹងទេហើយនឹងទឹកសមុទ្រប៉ុន្តែគេមានសមត្ថភាពខ្លាំងណាស់បងប្អូនអាចកែច្នៃពីទឹកសមុទ្រហ្នឹងคล้ายជាទឹកសាបបំរើប្រជាពលរដ្ឋរបស់គេបាទទូទាំងប្រទេសបាទសូម្បីតែនៅលើភ្នំក៏មានទឹកប្រើដែរដោយបងប្អូនធ្លាប់ទស្សនាเพจរបស់ខ្ញុំបាទសុថានញូពីមុនមកបងប្អូនធ្លាប់ឃើញខ្ញុំថតផ្ទាល់ប៉ុន្តែដោយសារតែเพจចាស់របស់ខ្ញុំហ្នឹងគឺឥឡូវហ្នឹងមិននៅខ្ញុំទេគឺនៅដៃគេអត់ដឹងដៃនរណាទេដោយសារគេបានហែកយកពីខ្ញុំហើយប៉ុន្តែខ្ញុំក៏ព្យាយាមយកវិញតែខ្ញុំមិនទាន់បានបងប្អូនប៉ុន្តែយើងនិយាយមកចូលសាច់រឿងយើងវិញពេលដែលខ្ញុំឃើញទឹកដីខ្មែរយើងមានសក្តានុពលល្អអញ្ចឹងហើយវាធ្វើឲ្យបេះដូងខ្ញុំជានិស្សិតកសិកម្មម្នាក់ដែរដែលធ្លាប់ឆ្លងកាត់ទៅប្រទេសគេទៀតវាធ្វើឲ្យមានអារម្មណ៍ថាលោតឌុកដាក់ចង់ឃើញប្រទេសជាតិខ្ញុំបាទរីកចម្រើនឲ្យមានបានដូចគេថាទោះជំនាន់ពួកខ្ញុំមិនបានបាទឲ្យអភិវឌ្ឍមានដំណាំភោគផលកសិកម្មបបោប្រកួតគង់ក្នុងស្រុកឬក៏នាំចេញទៅក្រៅស្រុកក៏ដោយក៏ប៉ុន្តែខ្ញុំចង់ឃើញដល់ជំនាន់កូនចៅខ្ញុំថាឲ្យគាត់បាទបានបើសិនជាខ្លាំងដូចប្រទេសអ៊ីស្រាអែលមិនបាច់ចាំបាន 100% នៃគេបានតែ 50% នៃគេក៏ខ្ញុំមានអារម្មណ៍ថាអស់ចិត្តអានេះសម្រាប់ខ្ញុំផ្ទាល់អញ្ចឹងហើយបានធ្វើឲ្យបេះដូងខ្ញុំពេលនេះធ្វើដំណើរបដាយើងបាទមានអារម្មណ៍ថាចង់និយាយអ្វីដែលខ្លួនឯងលាក់ទុកក្នុងទ្រូងយូរហើយពេលខ្លះទៅហ៊ាននិយាយទេប៉ុន្តែគាត់ថារឿងខ្លះបើយើងមិននិយាយក៏ប្រជាជនរបស់យើងគាត់អត់បានដឹងដែរដោយសារអីបងប្អូនអំពូមីងប្រជាជនខ្មែរយើងច្រើនគាត់បានដឹងទៅហើយមួយចំនួនធំទៀតគាត់មិនទាន់បានដឹងទៅថាងហើយគាត់ធ្លាប់ឮទៀតគាត់ថាអូឮល្បីណាស់ប្រទេសអ៊ីស្រាអែលហ្នឹងគឺជាប្រទេសមួយដែលគេហៅថាស្ដេចកសិកម្មខ្លាំងប៉ុន្តែគាត់អត់ដឹងថាផ្ទៃដីគឺទំហំប៉ុណ្ណាថ្ងៃនេះខ្ញុំមកនិយាយមួយចំនួនដែលខ្ញុំបានដឹងតែបើសិនជាខុសឆ្គងអីខ្ញុំខន្តីអភ័យទោសផងប៉ុន្តែប្រទេសអ៊ីស្រាអែលទូជាងប្រទេសយើងទេបងប្អូនហើយប្រជាជនរបស់គេ